មុខនេះបងប្អូនញ៉ាំមួយបាយក៏បានញ៉ាំមួយនំប៉័ងក៏បាននំបញ្ចុកក៏បានដែរណាបងប្អូនថ្ងៃនេះខ្ញុំមកបង្ហាញពីវិធីធ្វើបង្គាខ្ទិះបើបងប្អូនចង់ដឹងវិធីធ្វើបង្គាខ្ទិះខ្ញុំធ្វើបែបណាសូមតាមដានវីដេអូនេះពីដើមរហូតដល់ចប់ណាបងប្អូនខ្ញុំមានបង្គាចំនួន3គីឡូយើងមានខ្ទឹមសខ្ទឹមក្រហមច្រាមរួចមានល្ក្រូចយើងក៏មានពងទាតែយើងយកពងក្រហមបងប្អូនមានពងទាក៏បានពងមាន់ក៏បានទឹកដោះគោស្រស់ក៏បានទឹកដោះគោឆៅក៏បានបងប្អូនតែខ្ញុំប្រើទឹកដោះគោឆៅឥឡូវយើងបានចាក់ទឹកដោះគោឆៅចូលពងទារបស់យើងហើយយើងក៏បន្ថែមចាក់ខ្ទិះដូងមកបន្ថែមទៀតចឹងបងប្អូនយើងលាយគ្នាណាយើងលាយទឹកដោះគោស្រស់និងទឹកដោះគោឆៅនិងខ្ទិះដូងតាមបរិមាណបងប្អូនធ្វើតិចច្រើនដែរបងប្អូនលេខតាមហ្នឹងទៅឥឡូវយើងវាយពងទាជាមួយទឹកដោះគោនិងខ្ទិះដូងយើងឲ្យវាសព្វបែកពងទាចូលគ្នាមកបងប្អូនចំណែកឯគ្រឿងផ្សំមានទៀតនោះគឺមានម្ទេសឆ្អើរដែលខ្ញុំកិនណាបងប្អូនចំណែកឯវិធីធ្វើមុនដំបូងយើងដាក់ខ្ទឹមសខ្ទឹមក្រហមយើងមកលីងជាមួយខ្លាញ់ដាក់ខ្លាញ់ក្តៅមកលីងវាឲ្យយើងឈ្ងុយសិនណាបងប្អូនចាំយើងដាក់ម្ទេសឆ្អើររបស់យើងចូលដែលម្ទេសឆ្អើរដែលយើងបានកិនរឹករួចហ្នឹងបងប្អូនច្រាំក៏ច្រាំទៅតែចំណែកខ្ញុំបញ្ញាប់អីចឹងណាពោះការងារវាមានច្រើនខ្ញុំក៏កិនវាជាមួយនឹងប្រេងឆាអញ្ចឹងមកប៉ុន្តែថ្ងៃនេះវីដេអូថ្ងៃនេះដូចរៀងស្កប់តិចឯងបងប្អូនហើយដោយសារពេលថតហ្នឹងរៀងបញ្ញាប់ផងអីផងអញ្ចឹងណាអត់បានមើលវីដេអូដល់ពេលយកមកកាត់តម៉ែហើយវីដេអូស្កប់ឡើង2 3កន្លែងប៉ុន្តែធ្វើមិនបើថតហើយយើងកាត់តចែកជូនបងប្អូនមើលបងប្អូនដែរមិនចេះចឹងណាបងប្អូនខ្លះគាត់ចេះហើយពីពិធីធ្វើបង្កងខ្ទិះបង្គាខ្ទិះចឹងមកឥឡូវយើងក៏បន្ថែមខ្ទិះដូងយើងបន្តិចមកបងប្អូនដើម្បីឆាលេងវាឲ្យវាឈ្ងុយជាមួយខ្ទឹមជាមួយម្ទេសខ្ទឹមសខ្ទឹមក្រហមម្ទេសចឹងណាចំណែកឯបង្គាខ្ទិះកងខ្ទិះអីហ្នឹងបងប្អូនខ្លះគាត់ឆាគាត់ប្រើគ្រឿងបុកអីចឹងណាប៉ុន្តែសម្រាប់ខ្ញុំអត់ប្រើគ្រឿងបុកទេបងប្អូនការធ្វើវាមានការខុសៗគ្នាអញ្ចឹងឯងឥឡូវយើងលីងខ្ទិះដូងយើងជាមួយគ្រឿងម្ទេសខ្ទឹមរបស់យើងឲ្យឡើងឈ្ងុយតិចមកបងប្អូនចាំយើងចាក់បង្គាឬក៏ដាក់គ្រឿងអីផ្សេងចូលទៀតចឹងណាឥឡូវខ្ទិះដូងយើងក៏បានឡើងរាងឈ្ងុយគូសំដែរខ្ញុំក៏ដាក់ទឹកត្រីចូលតិចមកបងប្អូនទឹកត្រីគ្រឿងស្ករប៊ីចេងបងប្អូនដាក់តាមបរិមាណបងប្អូនមកព្រោះខ្ញុំធ្វើរៀងច្រើនក៏ខ្ញុំដាក់គ្រឿងរៀងច្រើនជាងបងប្អូនអញ្ចឹងណាចឹងហើយបងប្អូនចង់ធ្វើតាមអីបងប្អូនអាចលេតាមនឹងបានខ្ញុំដាក់បាត់ល្មមរបស់ខ្ញុំអញ្ចឹងណាព្រោះគ្រឿងឆាខ្ទិះឆាអីហ្នឹងវាអត់សូវប្រើគ្រឿងដិតហ្មងទេបងប្អូនយើងប្រើមកល្មមទេតែវីដេអូថ្ងៃនេះអធិស្ឋានទៀតបងប្អូនហើយស្កប់ដល់កខ្ញុំពេលដែលថតហ្នឹងយើងមិនបានមើលទេដោយសារអត់បានចាប់អារម្មណ៍មិនថាមិនបានមើលយើងអត់បានចាប់អារម្មណ៍អញ្ចឹងណាដល់ពេលយកមកកាត់តវីដេអូឲ្យបងចែកជូនបងប្អូនមើលមិនដឹងថាអូវីដេអូដល់កតែធ្វើម៉េចបើយើងបញ្ញាប់ហើយយើងឥឡូវយើងថតរួចធ្វើម៉េចមានតែកាត់តសម្រាប់ចែកជូនបងប្អូនទស្សនាអញ្ចឹងទៅបន្តមកទៀតខ្ញុំក៏បន្ថែមប្រេងខ្យងបន្តិចមកឥឡូវយើងឆាគ្រឿងទឹកត្រីប្រេងខ្យងជាមួយម្ទេសជាមួយខ្ទិះដូងឲ្យឡើងឈ្ងុយតិចមកឆាវាឡើងឈ្ងុយតិចមកយើងក៏ចាក់ផ្គាដែលយើងបានកាត់តែផ្គានេះយើងវះខ្នងផងណាបងប្អូនតែបើសិនជាបងប្អូនធ្វើញ៉ាំខ្លួនឯងបងប្អូនបកសបកចេញទៅក៏បានដែរតែខ្ញុំធ្វើដើម្បីលក់អីចឹងខ្ញុំដាក់ទឹកសបកហើយខ្ញុំវះខ្នងវាដែរដើម្បីស្រួលបងប្អូនញ៉ាំទៅវាមិនពិបាកអីចឹងណាយើងវះខ្នងវាមកដកអាចដកអីចេញលាងឲ្យស្អាតមកបងប្អូនឥឡូវយើងឆាបង្គាជាមួយម្ទេសគ្រឿងក្រើរបស់យើងនោះឲ្យសព្វចូលជាតិគ្នាសិនណាបងប្អូនយើងដាក់គ្រឿងទេសបន្ថែមទៀតតែមានអីបងប្អូនទៅពេលស្កប់ចឹងទៅឆាទៅមើលទៅស្កប់ទៅស្អាតមួយយ៉ាងដែរតាពេលមកកាន់តវីដេអូឡើងហួសចិត្តខ្លួនឯងពេលថតអត់មើលមែនបើអត់មានបើកភ្នែកបើកអីមើលទេខ្ញុំឥឡូវយើងឆាគ្រឿងយើងឲ្យរៀងយូរតិចដែរឲ្យបង្គាយើងវាខាំជាមួយគ្រឿងម្ទេសខ្ទិះដូងរបស់យើងខ្ទឹមសខ្ទឹមក្រហមអីចឹងណាតែខ្ញុំក៏លួចប្រើសាតេបន្តិចដែរបើបងប្អូនមានក៏ដាក់ទៅសាតេបើអត់មានក៏មិនបាច់ដាក់ចឹងទៅតែខ្ញុំមានខ្ញុំត្រូវតែប្រើចឹងណាបងប្អូនតែបងប្អូនអត់មានមិនបាច់ប្រើក៏បានដែរ ឥ
nay em tích á bong bồn nè tam chấm nồi chật mà riêng cái hòm tích mà các bạn đã ấy tới buổi giờ nó practice xem tràn được chẳng á ở lâu khi cái đã score bị chơi mà sao sụp đổ điចូលមកយើងក៏ចាប់ផ្ដើមឆាបន្តទៀតទៅបងប្អូនចំណែកឯស្ករប៊ីចេងដូចខ្ញុំបានបញ្ជាក់បងប្អូនអញ្ចឹងដាក់តាមបរិមាណគ្រឿងបងប្អូនទៅមិនលេខតាមខ្ញុំអីទេខ្ញុំចែករំលែកនេះក៏ចែករំលែកចង់ដឹងប្រាប់បងប្អូនថាក្នុងឆាខ្ទិះហ្នឹងតើយើងមានប្រើគ្រឿងអីខ្លះក្នុងហ្នឹងអញ្ចឹងណាបងប្អូនខ្លះគាត់មិនទាន់ចេះតែមកបងប្អូនខ្លះគាត់ចេះហើយក៏គាត់ជួយ like comment អីទៅក៏ខ្ញុំអរគុណដែរណាបងប្អូនហើយបងប្អូនគិតថាវិធីខ្ញុំនេះមិនសូវល្អបងប្អូនមានវិធីល្អជាងនេះអាច comment នៅខាងក្រោមវីដេអូនេះម្នាក់មួយផងណាបងប្អូនបន្តមកទៀតយើងក៏ដាក់ស្លឹកក្រូចយើងចូលមកដើម្បីបង្កើនក្លិនឈ្ងុយឲ្យមានរសជាតិកាន់តែឈ្ងុយជាងមុនអញ្ចឹងណាបងប្អូនឥឡូវយើងដាក់ស្លឹកក្រូចហើយយើងក៏ចាប់ផ្ដើមឆាបកាយើងបន្តទៀតព្រោះបកាយើងអត់ទាន់ឆ្អិនទេយើងអត់ទាន់បានថែមទឹកអញ្ចឹងណាបងប្អូនតែខ្ញុំបន្ថែមទឹកក៏អត់បន្ថែមទឹកក៏ជាដែរបងប្អូនខ្ញុំបន្ថែមទឹកទេដូងចុងព្រោះខ្ញុំមានទឹកទេដូងចុងតែបងប្អូនគាត់ថាមិនចង់បានទឹកច្រើនទេមិនបាច់ថែមក៏បានដែរតែសម្រាប់ខ្ញុំធ្វើលក់អញ្ចឹងត្រូវការមានទឹករៀងច្រើនព្រោះយើងត្រូវដួសច្រើនចានអញ្ចឹងណាបងប្អូនបងប្អូនធ្វើញ៉ាំណាតែបងប្អូនចង់បានទឹករៀងច្រើនយើងដាក់ខ្ទិះចុងឲ្យរៀងច្រើនឬខ្ទិះដើមទឹកដោះគោឆៅទឹកដោះគោស្រស់ឲ្យរៀងច្រើនអញ្ចឹងណាឥឡូវខ្ញុំបន្ថែមខ្ទិះចុងបន្តិចដែរព្រោះតែសារខ្ញុំចង់បានទឹករៀងច្រើនហើយបន្ទាប់មកទៀតយើងបន្ថែមខ្ទិះដើមយើងចូលមកដើម្បីឲ្យវារៀងឈ្ងុយតិចមកដោយសារយើងបកាឆាខ្ទិះអញ្ចឹងយើងត្រូវប្រើខ្ទិះរៀងច្រើនបងប្អូនចំណែកចុងក្រោយយើងក៏ចាក់ទឹកដោះគោស្រស់ជាមួយពងទាជាមួយខ្ទិះដូងដែលយើងវាយចូលគ្នាហ្នឹងបងប្អូនខ្លះប្រកាសជាគាត់ឆ្ងល់ហេតុអីបានខ្ទិះត្រូវមានច្រើនដំណាក់កាលអីចឹងណាបងប្អូនខ្ទិះហ្នឹងអាខ្ទិះដែលយើងខ្ទិះដូងសុទ្ធហ្នឹងយើងឆាវាដើម្បីឲ្យវាឈ្ងុយជាមួយបកាចឹងណាចំណែកឯខ្ទិះជាមួយទឹកដោះគោជាមួយពងទាយកពងក្រហមហ្នឹងយើងឆាដើម្បីឲ្យទឹកឆារបស់យើងនេះវាខាប់យើងចង់យកទៅជ្រលក់ជាមួយនំប៉័ងឬក៏ជ្រលក់ជាមួយឆាខ្វៃញ៉ាំមួយនំបញ្ចុកអីវាឆ្ងាញ់ចឹងណាបងប្អូនចឹងហើយបងប្អូនមិនបាច់ឆ្ងល់ទេហើយបើសិនជាចូលចិត្តនៅវីដេអូនេះគិតថាវីដេអូនេះមានប្រយោជន៍អាចជួយ comment like share ម្នាក់មួយផងណាបងប្អូនឥឡូវផ្កងទីយើងបានរួចរាល់ហើយបងប្អូនតំណងអត់បើសិនជាតំណងជួយ like comment ម្នាក់មួយផងសូមអរគុណទុកជាមុនជម្រាបលាវីដេអូយើងមានតែប៉ុណ្្នឹងទេជម្រាបលា